ប្រៀបសួរទៅដល់ពុកម៉ែបងប្អូនដែលតែងតែនិយមតាមដានស្ដាប់ព័ត៌មាននៅក្នុងបណ្ដាញសង្គម YouTube ជាទីមេត្រីនៅក្នុងវេលាគណៈនេះដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយទៀតហើយដែលមានចំណងជើងថាចូលរួមរំលែកទុក្ខកម្ពុជាបាត់បង់ធនធានមួយរូបទៀតហើយគឺលោកគ្រូហែនកុយជាសាស្ត្រាចារ្យរូបវិទ្យាដ៏ល្បីប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញជារឿងដ៏គួរឲ្យសោកសង្រេងលោកគ្រូហែនកុយដែលជាសាស្ត្រាចារ្យដ៏ល្បីផ្នែករូបវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានទទួលមរណភាពក្នុងជន្មាយុ72ឆ្នាំនៅយប់ថ្ងៃទី22ខែឧសភាឆ្នាំ2025បើតាមការឲ្យដឹងពីក្រុមគ្រួសារសពបច្ចុប្បន្ននេះសពសាស្ត្រាចារ្យរូបវិទ្យាហែនកុយត្រូវបានតម្កល់នៅផ្ទះលេខ182B ភូមិអូ3ក្អមសង្កាត់អូ3ក្អមខណ្ឌសែនសុខរាជធានីភ្នំពេញគណៈសពនឹងធ្វើពិធីដង្ហែទៅបូជានៅឈានបឋានវត្តសម្បួរមាសប្រព្រឹត្តទៅនៅវេលាម៉ោង1រសៀលនៅថ្ងៃទី23ខែឧសភាឆ្នាំ2025នេះយ៉ាងណាមិញដំណឹងដ៏ក្រៀមក្រំនៃការលាចាកលោករបស់សាស្ត្រាចារ្យរូបវិទ្យាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះបានធ្វើឲ្យសាស្ត្រាចារ្យជាច្រើនរួមទាំងអតីតសិស្សនិស្សិតរបស់លោកនាំគ្នាចូលរួមរំលែកទុក្ខនិងសម្ដែងក្តីសោកស្ដាយក្នុងការបាត់បង់ធនធានមនុស្សនៅកម្ពុជាមួយរូបដែលកន្លងមកលោកគ្រូបានបន្សល់នៅស្នាដៃជាច្រើនក្នុងវិស័យអប់រំផ្នែករូបវិទ្យារួមមានវិញ្ញាសារូបវិទ្យាជាច្រើនទាំងសិស្សពូកែនិងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិព្រមទាំងការបកស្រាយទ្រឹស្ដីផ្សេងៗរួមមានវិស្វកម្មមេកានិកចលនាលំយោលនិងទ្រឹស្ដីស៊ីនីតិចនៃឧស្ម័នជាដើមសម្រាប់អត្ថបទព័ត៌មាននេះក៏មានតែប៉ុណ្ណឹងសូមអរគុណនិងសូមគោរពលា